សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងធ្វើការបើកដ្រូនប្រភេទ model ហើយតម្លៃធូរថ្លៃហើយវាមិនមែនជា brand របស់ DJI ទេគឺជា brand V2 Max ហើយប្រភេទនេះគឺទាំងអស់គ្នាឃើញជាប្រភេទ tele screen ហើយខាងមុខនេះគឺមានភ្លើងទេនេះហើយអានេះកាមេរ៉ាគេដាក់ ultra ដល់ 8K ហើយសម្រាប់ខាងលើបន្ថែមទៀតគេដាក់តែ14ឆ្នាំសម្រាប់ក្មេង14ឆ្នាំឡើងបានអាចលេងបានណាអញ្ចឹងពាក់ព័ន្ធជាមួយនឹង slap វាអាចមុតដៃអាចអីចឹងទៅក្មេងៗក្រុម14ឆ្នាំអាចលេងបានទេអញ្ចឹងតោះចង់ដឹងថា drone នេះទំហំប៉ុណ្ណាដែរចង់ដឹងថាវាទូចឬក៏ធំហើយវាជាប្រភេទ tele screen ទៀតអញ្ចឹងខ្ញុំនឹងធ្វើការបើកប្រអប់ឥឡូវនេះនេះទាញចេញពីចំហៀងអូនេះគេបើកចេះតែនេះបើកពីលើចេះហ្មងអូយើងឃើញថាក្នុងនេះមានកាបូបសម្រាប់យើងដាក់តាមខ្លួនមួយបាទកាបូបខ្មៅហ្មងនេះប្រអប់គេលក្ខណៈឆក់មកក្នុងយើងបើកមកដំបូងមានសភៅអានេះជាសភៅណែនាំសម្រាប់ការយើងប្រើប្រាស់ណាបាទមានបង្ហាញពីព័ត៌មានស្លាបកាមេរ៉ាផ្សេងបងប្អូនអាចអាចមើលបានតែពីច្រើនអត់ទេសើចតែ YouTube ឬក៏ Google ទៅគឺមានហើយក្នុងនេះគេមានស្លាបសកួរយើងដែរខ្សែសាកហើយជាមួយនឹងទូលវីសសម្រាប់ការដោះដូរស្លាបបាទអូហើយខ្សែបន្ទាប់ទៀតអានេះជាខ្សែដោតពី tele ទៅទូរស័ព្ទបាទវាមានគ្រប់ហ្មងទាំង Samsung ទាំង Type C និង Lightning សម្រាប់ iPhone អូខេតាអញ្ចឹងបើកមកបន្ទាប់មកគឺយើងឃើញ drone យើងតែម្ដងបាទហើយតែរៀងជ័រណាតែជ័រអត់ស្ដើងពេកទេវាក្រាស់មកល្មមសម្រាប់យើងប្រើប្រាស់អូដៃអានគេបើកត្រង់ចេះហ្មងបាទអត់មានបើកកោងអីញ៉ៃទេបើកតែប៉ុណ្្នឹងទៅបើកប្រើតែម្ដងយើងមើលទៅលើថ្មនេះថ្មប៉ុណ្នេះថ្មវាមានកម្លាំង 3.7 វ៉ុល 2000 មីលីអាំពែបាទអញ្ចឹងបើសិនជាលេងចាក់ស្ដែងទៅបើសិនជាហោះ hover ចោលអាចខ្ទង់ 25 ទៅ 30 នាទីដែរខ្ទង់ប៉ុណ្ណឹងណាបន្ទាប់មកនេះគឺជា tele screen អញ្ចឹងវីដេអូក្រោយខ្ញុំនឹងបើកហោះតែឲ្យទាំងអស់គ្នាមើលចង់ដឹងថា drone ហ្នឹងពេលហោះទៅវាវែអត់ឬក៏វានឹងល្អអញ្ចឹងណាបាទ tele ស្រួលកាន់ដែរបាទហើយក្នុងប្រអប់ទូចនេះជា GPS សម្រាប់ដាក់នៅលើ drone ណា GPS សម្រាប់ដាក់លើ drone បន្ថែមចំហៀងនេះអត់មានអីទេបាទនេះអត់មានអីទេអញ្ចឹងអស់ហើយសម្រាប់ accessory នៅក្នុងឈុត drone នេះអញ្ចឹងវីដេអូក្រោយខ្ញុំនឹងឥឡូវយើងសាកថ្មសិនវីដេអូក្រោយខ្ញុំនឹងហោះតេស្តឲ្យទាំងអស់គ្នាមើលចង់ដឹងថាគុណភាពវាបែបម៉េចដែរអញ្ចឹងជួបខ្ញុំនៅវីដេអូក្រោយសម្រាប់ការតេស្ត drone នេះអរគុណ